បើសិនបើយើងនិយាយអំពីនិន្នាការការងារឬមួយក៏ភាពរីកចម្រើននៅក្នុងអាជីវកម្មសម្រាប់វិស័យឯកជនវិញអញ្ចឹងឃើញថាវត្តមានរបស់ SDF មានរយៈកាលហ្នឹងមួយរយៈកាលដែរហើយនេះខ្ញុំចង់ដឹងពីភាពខុសគ្នាដែរមុននឹងក្រោយពេលមានវត្តមានរបស់ SDF តើនិន្នាការការងារនិងការរីកចម្រើននៃអាជីវកម្មហ្នឹងមានភាពខុសគ្នាយ៉ាងណាដែរចា៎បាទអរគុណច្រើនជាការពិតដែលដូចបានក្លារ៉ាបានលើកឡើងអំបញ្ញមិញនេះគឺចាមូលនិធិអភិវឌ្ឍជំនាញហ្នឹងទើបតែយើងអនុវត្តសាកល្បងនៅក្នុងឆ្នាំ2018ហើយរដ្ឋាភិបាលកម្ពុជាបានបង្កើតមូលនិធិនេះឲ្យคล้ายទៅជាគេហៅថាមូលនិធិអចិន្ត្រៃយ៍ដើម្បីបម្រើឲ្យការអភិវឌ្ឍធនធានមនុស្សជាពិសេសជំនាញដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការនៃឧស្សាហកម្មក៏ដូចជាសហគ្រាសទាំងតូចហើយនិងមធ្យមនៅកម្ពុជាយើងបាទអញ្ចឹងវាមានរយៈពេលមួយខ្លីនៅឡើយប៉ុន្តែទោះបីជាយ៉ាងដូចនេះក៏ដោយបើសិនជាខ្ញុំសង្កេតមើលទៅលើគេហៅថាអឺគម្រោងចាដែលបានផ្ដល់ទៅដោយមូលនិធិនេះសម្រាប់ការបណ្ដុះបណ្ដាលហ្នឹងគឺប្រមាណជាប្រមាណជា40%បាទគឺថាត្រូវបានផ្ដល់ទៅតាមរយៈគេហៅថាការលើកកម្ពស់ជំនាញចាភាសាអង់គ្លេសហៅថា upskilling បានន័យថាម៉េចបានន័យថាម្ចាស់អាជីវកម្មគាត់មានការយល់ដឹងច្រើនចាហើយគាត់បញ្ជូនបុគ្គលិករបស់គាត់កម្លាំងពលកម្មរបស់គាត់ហ្នឹងដើម្បីទទួលបាននៅការគេហៅថាបង្កើនកម្លាំងពលកម្មជំនាញហ្នឹង upskilling worker ហ្នឹងបាទចាអញ្ចឹងយើងឃើញនេះជាចំណុចវិជ្ជមានចាចំណុចទី2តាមការស្រាវជ្រាវរបស់មូលនិធិហ្នឹងដែរគឺយើងឃើញនឹងកម្រិតនៃគេហៅថាពេញចិត្តគុណភាពក៏ដូចជាការឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់គាត់ចាអាជីវកម្មរបស់គាត់ហ្នឹងគឺចាមានកម្រិតខ្ពស់បាទដល់ទៅ88%នោះចាបាទដែលគាត់ពេញចិត្តជាមួយចានឹងគុណភាពហើយនឹងការឆ្លើយតបអញ្ចឹងចំណុចពីរនេះវាបានបង្ហាញថាមូលនិធិនេះគឺពិតជាបានជួយចូលរួមចំណែកទៅដល់ការប្រែប្រួលនៃចានៃអាជីវកម្មចាបាទហើយជាការពិតយើងត្រូវធ្វើការស្រាវជ្រាវបន្ថែមពាក់ព័ន្ធទៅនឹងថាតើអ្នកដែលទទួលបានការគេហៅថា skill upgrading ហ្នឹងគឺគាត់ចូលរួមចំណែកទៅដល់ការធ្វើឲ្យកើនឡើងនៅផលិតភាពចាផ្ទាល់នៅនឹងកន្លែងធ្វើការងារយ៉ាងដូចដែលយើងកំពុងតែរៀបចំធ្វើការស្រាវជ្រាវហ្នឹងបាទអញ្ចឹងយើងអាចដឹងថាវាចូលរួមចំណែកប្រមាណភាគរយក្នុងការបង្កើននៅផលិតភាពចាបាទហើយនឹងការរីកចម្រើននៃកើនឡើងនៃប្រាក់ចំណូលរបស់គាត់ជាអ្វីដែលខ្ញុំបានយើងបានធ្វើការសិក្សាស្រាវជ្រាវចារួមគ្នាហើយនឹងជាអ្វីដែលយើងនឹងបន្តធ្វើហើយដូចខ្ញុំបានបញ្ជាក់ពីអំបញ្ញមិញហ្នឹងគឺថាសូម្បីតែអឺម្ចាស់សហគ្រិនខ្លួនគាត់ចាក៏គាត់បានទទួលការបណ្ដុះបណ្ដាលអញ្ចឹងបានន័យថាហើយយើងឃើញហើយការចូលរួមចំណែកនៅក្នុងវិស័យសហគ្រាសធុនតូចនិងមធ្យមហ្នឹងហើយនឹងសហហៅថាឧស្សាហកម្មដែលមានកម្រិតសក្តានុពលគេហៅថាអ្នកធ្វើការងារច្រើនក៏យើងឃើញថាមានចាប់ផ្ដើមមានផលចំណូលដែលបានមកពីការនាំចេញហ្នឹងគឺមានការកើនឡើងចាណាយើងមិនអាចថាអឺតែការចូលរួមរបស់មូលនិធិអភិវឌ្ឍជំនាញតែមួយទេប៉ុន្តែមូលនិធិអភិវឌ្ឍជំនាញវាដើរតួនាទីរួមចំណែករួមដែរចំណែកសំចាខាន់ណាស់ពីព្រោះមនុស្សដែលជាអ្នកផលិតជាអ្នកដែលធ្វើឲ្យអស់ហ្នឹងមានការប្រែប្រួលជាការពិតយើងមានគោលនយោបាយរបស់រដ្ឋាភិបាលលើគោលនយោបាយផ្សេងៗទៀតបាទហើយយើងបានជួយដល់អាជីវកម្មជាពិសេសសមាគមគេហៅថារោងចក្រកាដេវាយនភ័ណ្ឌសម្លៀកបំពាក់ចាបាទហើយនឹងគេហៅថាសម្ភារៈសម្រាប់ធ្វើដំណើរហ្នឹងក៏យើងជួយគាត់ឲ្យគាត់ចាប់ផ្ដើមរៀបចំធ្វើគេហៅថាបរិវត្តកម្ម transformation នៃឧស្សាហកម្មរបស់គាត់តើគាត់ចង់ទៅណាទៀតចាបាទនៅក្នុងរយៈពេល5ឆ្នាំ10ឆ្នាំទៅខាងមុខដើម្បីគាត់ងាយស្រួលរៀបចំផែនការអភិវឌ្ឍធនធានមនុស្សចាពីព្រោះយើងអាចនៅបន្តអឺការប្រកួតប្រជែងដោយឈរលើគេហៅថាគំរូនៃកម្លាំងពលកម្មដែលមានប្រាក់បៀវត្សទាបទេយើងអត់អាចទេយើងលែងបានហើយពីមុនគេមកវិនិយោគមកនៅកម្ពុជាយើងគេផ្អែកឈរលើមូលដ្ឋាននៃកម្លាំងពលកម្មរបស់យើងមានវ័យក្មេងច្រើនចាទី1ទី2មានតម្លៃកម្លាំងពលកម្មនឹងទាបប៉ុន្តែយើងឃើញថាប្រាក់បៀវត្សកម្រិតអបបរមាមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ
ចា អានេះវាជាបន្ទុករបស់អ្នកវិនិយោគ ចា ដើម្បីកុំឲ្យខ្លាយទៅជាបន្ទុករបស់គាត់ហើយមកគាត់បន្តនៅការវិនិយោគហ្នឹងគឺវាទាមទារគេហៅថាការបង្កើនជំនាញ ចា បាទ បង្កើនផលិតភាពដែរ ក៏បង្កើនជំនាញបង្កើនផលិតភាព ចា ហើយធ្វើឲ្យប្រាក់ចំណូលហ្នឹងគឺកាន់តែមានការកើនឡើង